បដាទ្របនាំសំណាងចន្លោះពេល3ថ្ងៃប្រុសស្រីដែលកើតនៅក្នុងឆ្នាំវករកាឆ្លងចមម៉ែរោខាលសំណាងខ្លាំងមានលើចាយពេញដៃចាប់ពីថ្ងៃទី13 14ដល់ថ្ងៃទី15បើយើងទៅតាមការទូទាយរបស់ហៅចិនបានឲ្យដឹងថាចន្លោះពេល3ថ្ងៃចាប់ពីថ្ងៃទី13 14ដល់ថ្ងៃទី15ប្រុសស្រីដែលកើតនៅក្នុងឆ្នាំទាំង7សំណាងខ្លាំងមានលុយចាយពេញដៃលៀបធំតែចូលក្នុងជីវិតបរិបូរមានលៀបមានហុងស៊ុយល្អនៅហេងឡើងខ្លាំងសម្បូរលុយចាយនិងមានលៀបធំដទៃទៀតចូលមកក្នុងពេលដំណើរគ្នាផងដែរសូមលោកអ្នកខមមិននៅលេខ168នាំសេរីសួស្ដីបួងសួងសយតុបភ័យទាំងឡាយខ្លាយទៅជាល្អហេងលៀបតូចធំចូលមកវិញសូមឲ្យទុកខ្លាយទៅជាលៀបទុកសោកផលតែពួងរលាយអស់ប្រោះជាទ្របសំណាងហោចូលហោហៀបើសត្រូវពីមុខសូមឲ្យរំលងបើមកពីក្រោយខ្នងសូមឲ្យវិនិច្ឆ័យបើមាននរណាក្តីបងអាក្រក់មកលើរូបអ្នកសូមឲ្យធ្លាក់ទៅលើរូបគេវិញចុះបងប្រាថ្នាអ្វីនឹងសម្រេចដោយក្តីបំណងគ្រួសារជួបតែស្នាមញញឹមនិងសុភមង្គលកំបីខានឡើយឆ្នាំបកលោកអ្នកនឹងមានលៀបមានជ័យមានលុយចូលហោហៀបើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនិងទទួលបានផ្លែផ្កាឆ្លើយតបមកវិញយ៉ាងត្រជាក់ត្រចង់សម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំឡោះក្រមុំមានតែភាពស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាអស់ប្រពៃខ្លាំងណាស់ឆ្នាំរកាមកនាំលៀបអបប្រាចិញ្ចឹមមានលៀបមានជ័យមានមនុស្សម្នាជាច្រើនគោរពស្រឡាញ់រាប់អាននិងសាទរម៉ោងនេះលៀបសំណាងគឺម៉ោង5ទៀបភ្លឺដល់ម៉ោង6ល្ងាចពណ៌នេះលៀបសំណាងគឺពណ៌ស្វាយលេខនេះលៀបសំណាងគឺលេខ888សូមលោកអ្នកខមមិនលេខ888ដើម្បីយកលៀបសម្បត្តិអភិជនបារមីទេពតាស្ដេចនាគសេចេញភ្លាមនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរការាសីអស់លោកអ្នកឡើងខ្ពស់តដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះបើអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានិងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោភលន់នឹងគ្នាណាស់ឆ្នាំឆ្លូវកោនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចដោយបំណងម៉ោងនេះលៀបសំណាងគឺម៉ោង5ទៀបភ្លឺដល់ម៉ោង4ល្ងាចពណ៌នេះលៀបសំណាងគឺពណ៌ត្នោតលេខនេះលៀបសំណាងគឺលេខ789សូមលោកអ្នកខមមិនលេខ789ដើម្បីយកលៀបសម្បត្តិទេពតាទ្របនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀដូចជាទឹកបាក់ទំនប់អញ្ចឹងដែរចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវរាសីអស់លោកអ្នកឡើងខ្ពស់តដែតចំពោះការធ្វើចំនួនជួញដូរមានការរីកចម្រើនទៅមុខលូតលាស់ជានិច្ចនៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងប្រាថ្នាទាំងអស់ហើយបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានិងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើអស់លោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបដោយសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពល្អលើនឹងគ្នាណាស់ឆ្នាំចសំណក់នាំលៀបអបញាចិញ្ចឹមមានលៀបមានសំណាងឈ្នះអស់មានសត្រូវប្រាថ្នាអ្វីបានសម្រេចហើយអនាគតខ្លាយទៅជាសេដ្ឋីកហបតីឬក៏អាចពីជនជាន់ខ្ពស់ម៉ោងនេះលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នេះលៀបសំណាងគឺពណ៌ត្នោតលេខនេះលៀបសំណាងគឺលេខ789សូមលោកអ្នកខមមិនលេខ789ដើម្បីយកលៀបសម្បត្តិអុកញ៉ាលុយវ៉ាលៀនបារមីទេពតាស្ដេចនាគសេចេញភ្លាមនិងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំចរាសីអស់លោកអ្នកឡើងខ្ពស់ថដែតបើលោកអ្នកចង់ធ្វើការងារអ្វីកុំរងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហត់មុខវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់អស់លោកអ្នកឡើងខ្ពស់ដូច្នេះទោះធ្វើចំនួនជួញដូរទាញចិត្តទីឆ្ងាយអ្នករកផលកម្រៃហោចូលដូរទឹកភ្លៀងធ្លាក់ពីលើមេឃគ្រាន់បំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅកាន់ទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ែមីម៉ាយក្តីទោះមានការស្មុគស្មាញចិត្តបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដោយបំណងបងប្រាថ្នាជានិច្ចឆ្នាំមកម៉ែពពែមាសមានបារមីដែលចាស់មានអំណាចមានមនុស្សជួយជ្រោមជ្រែងរាល់ការងារតូចធំដើម្បីឲ្យអនាគតខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិមហាសាល
ម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង5ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចលេខនៃលៀបសំណាងគឺលេខ999សូមលោកអ្នកខមមិនលេខ999ដើម្បីយកលៀបសម្បត្តិទេប្រាទ្របមាសប្រាក់កែវកងបារមីទេប្រាស្ដេចនេះសែចាញ់ភ្លាមនឹងមានសំណាងល្អនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហូហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមួយម៉ែរាសីអស់លោកអ្នកឡើងខ្ពស់តដែតចំពោះការងាររកស៊ីជួយដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើអស់លោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសែនសានទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពល្អលើនឹងគ្នាណាស់ឆ្នាំរោពោះអ្នករាជមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីតែងតែមានគំនិតជ្រះថ្លាប្រាថ្នាអ្វីបានសម្រេចដោយបំណងធ្វើកិច្ចការងារតូចធំមានតែអ្នកជួយគ្រប់គ្រងនិងទំនុកបំរុងសពគ្រប់បែបយ៉ាងម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នៃលៀបសំណាងគឺពណ៌ទឹកក្រូចលេខនៃលៀបសំណាងគឺលេខ123សូមលោកអ្នកខមមិនលេខ123ដើម្បីយកលៀបសម្បត្តិអុកញ៉ាបារមីទេផ្ដាស្ដេចនេះសែចេញភ្លាមនឹងនាំសំណាងល្អចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីអស់លោកអ្នកឡើងខ្ពស់តដែតនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះងើបឡើងខ្ពស់ដូចនេះទោះធ្វើជំនួសជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដោយទឹកភ្លៀងគ្រាន់បំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីទោះជាមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះដោះស្រាយតែងតែជួបនៅផលសម្រេចដោយបំណងបងប្រាថ្នាជានិច្ចឆ្នាំខាលខ្លាសថៃចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃមានគំនិតភ្លឺថ្លាហើយអនាគតខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ប្រផេះលេខនៃលៀបសំណាងគឺលេខ777សូមលោកអ្នកខមមិនលេខ777ដើម្បីយកលៀបសម្បត្តិមហាសេដ្ឋីមានលុយចូលហូហៀដូចទឹកភ្លៀងធ្លាក់ពីលើមេឃចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំខាលរាសីលោកអ្នកឡើងខ្ពស់តដែតបើលោកអ្នកចង់ធ្វើការអ្វីកុំរងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារតែដួងរាសីរបស់លោកអ្នកឡើងខ្ពស់ដូច្នេះទោះធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកគ្រាន់បំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមេម៉ាយពោះម៉ាយក្តីស្នេហាលោកអ្នកយល់ចិត្តយល់ថ្លើមគ្នាល្អប្រពៃណាស់